នេះគឺជាទងោកាចាចំណោះ12នាក់ដែលកំពុងតែផលិតដោយគ្រូជាងបងប្រុសបងជាងសិតទាំងសាន់មកពីកំពង់ធំអញ្ចឹងគឺថាដំណើរការចាប់ដល់មុខក្បាលនឹងកសែតយល់ហើយអញ្ចឹងនៅឡើយតែត្រៀមនឹងបំពាក់ទម្លាក់សាកដល់បង្ក្រាបក្នុងពេលឆាប់ហ្នឹងហើយអញ្ចឹងបើទៅនេះគេថាជាភូមិអាទងោថ្មីចាស់លេខឲ្យមេហ្នឹងឯងវាសុំសាសាមទឹកឡើងសាច់កន្លងរៀងខាត់បាតសិនមិនយូរទេអាចដូចនឹងបាទរួចបានលើកក្តារវាស្លាស់ឆាប់ហ្នឹងឯងខាត់បានមួយសាយសាទៀតហើយក្តារស្លៅគឺថាមិនធម្មតាទេក្តាមក្រាបក៏ចាប់ដើមត្រៀមរួចរាល់ហើយដើម្បីត្រៀមនឹងបំពាក់លើដងខ្លួនសាច់វាស្អាតហ្នឹងនេះ